គាត់មិនដែលចង់បានទួនាទីមិនដែលបង្ហាញមុខបងប្អូនជាង20-30 ឆ្នាំមកហើយខ្ញុំសូមបង្ហាញពាក់ព័ន្ធជាមួយនឹងលោកគ្រូរងឈុនលោកគ្រូរងឈុនគឺជាអិសរាជជននយោបាយជាន់ខ្ពស់លាក់មុខគាត់មិនដែលចង់បានទួនាទីមិនដែលបង្ហាញមុខបងប្អូនជាង20-30 ឆ្នាំមកហើយគាត់ធ្វើនយោបាយសកម្មណាស់គាត់ចូលរួមតាំងពីគណៈបកជាតិខ្មែរមកម្ល៉េះប្រែសួរថាបងប្អូនខ្លះអត់បានចាប់អារម្មណ៍ទៅលើគាត់ទេចាប់អារម្មណ៍ទៅលើអ្នកនយោបាយដែលមកពង្រឹងនៅតាមមូលដ្ឋានប៉ុន្តែមនុស្សតែស្នូលសំខាន់នៅពេលនោះគឺក្រុមលោកគ្រូរងឈុនលោកជាវិជាហើយនិងលោកសំរងស៊ីគឺជាមនុស្សដែលបង្កើតគណៈបកជាតិខ្មែរដំបូងដែលធ្វើឲ្យគណៈបកបន្តស្មារតីដល់បច្ចុប្បន្នគឺគាត់តស៊ូតាំងពីនោះហើយអត់ចេះចង់បានមុខមាត់អត់ចេះប្រជែងតំណែងទូនីតិអីទេអញ្ចឹងហើយបានជាអត់សូវឃើញមុខគាត់នៅកាលនោះបន្ទាប់មកទៀតគាត់បានបង្កើតសមាគមគ្រូបង្រៀនឯករាជ្យគាត់បានបង្កើតសហជីពជាដើមដើម្បីការពារប្រយោជន៍កម្មករហើយជួយគណៈបកប្រឆាំងជួយផ្នែកកម្មករជួយផ្នែកមន្ត្រីរាជការនិងគ្រូបង្រៀនដើម្បីឲ្យមានប្រាក់ខែហើយជួយគណៈបកប្រឆាំងតាមរយៈធ្វើឲ្យបកប្រឆាំងមានប្រជាប្រិយភាពកាន់តែខ្ពស់ប៉ុន្តែអ្នកដែលបានតំណែងជារដ្ឋសភាព្រឹទ្ធសភានោះมันបានដឹងពីការខិតខំប្រឹងប្រែងរបស់គាត់ទេព្រោះគាត់អត់ចូលចិត្តបង្ហាញមុខអត់ចូលចិត្តអួតអេងអាងសម័យធម្មតាបន្តមកទៀតនៅពេលដែលគណៈបកសង្គ្រោះជាតិចាប់ដើមតស៊ូមតិកំណែទម្រង់កោជបលោកគ្រូរងឈុនត្រូវបានលោកសំរងស៊ីនិងលោកកឹមសុខាជ្រើសរើសគាត់ជាបេក្ខភាពឲ្យចូលទៅក្នុងសមាជិកកោជបគណៈកម្មការជាតិរៀបចំការបោះឆ្នោតគឺជាមនុស្សដែលទុកចិត្តបំផុតគឺជាមនុស្សដែលស្មោះត្រង់បំផុតហើយពីព្រោះធ្វើការនៅក្នុងកោជបគឺត្រូវតែជាមនុស្សគណៈបកប្រឆាំងដែលជឿទុកចិត្តបានអញ្ចឹងគាត់ត្រូវបានមេដឹកនាំទាំងពីរហើយគណៈបកសង្គ្រោះជាតិហ្នឹងគឺឯកភាពគ្នាដាក់បេក្ខភាពគាត់គឺជាសមាជិកគណៈកម្មការជាតិរៀបចំការបោះឆ្នោតនៅពេលដែលគាត់ចូលនៅក្នុងគណៈកម្មការជាតិរៀបចំការបោះឆ្នោតឆ្នាំ2014អញ្ចឹងយើងឃើញលទ្ធផលនៃការបោះឆ្នោតឆ្នាំ2017យ៉ាងម៉េចមានកំណែទម្រង់គណៈកម្មការជាតិរៀបចំការបោះឆ្នោតធ្វើឲ្យប្រជាពលរដ្ឋមានការទុកចិត្តចំពោះការបោះឆ្នោតអញ្ចឹងការបោះឆ្នោតនៅឆ្នាំ2017គឺគណៈបកសង្គ្រោះជាតិពេលនោះឈ្នះភ្លុកទឹកភ្លុកដីបងប្អូននេះគឺជាដំណើរនយោបាយបន្ទាប់ពីគេរំលាយគណៈបកសង្គ្រោះជាតិមកលោកគ្រូរងឈុនសុខចិត្តលាលែងចេញពីគណៈបកចេញពីកោជបនៅធ្វើអីទៀតបើគណៈបកប្រឆាំងដ៏ធំមួយត្រូវបានគេរំលាយនៅកោជបមានភាពឯករាជ្យអីទៀតហើយមានឯករាជ្យហើយអញ្ចឹងគាត់សុខចិត្តចេញប៉ុន្តែមានសមាជិកម្នាក់អត់ចេញទេដែលទៅពីគណៈបកប្រឆាំងហ្នឹងព្រោះអីពាក់ខែច្រើនពាក់ខែ5-6,000មានឡានទំនើបមានអង្គរៈមានអ្នកបើកឡានមានជំនួយការផ្សេងមានលុយបេសកកម្មរាប់ពាន់ដុល្លារក្នុងមួយខែគេចង់បានប្រយោជន៍ផ្ទាល់ខ្លួនឬអីគេនៅគេចេញមកប៉ុន្តែសួរថាលោកគ្រូគាត់ចង់បានទេអត់ចង់បានទេបើមិនបំរើប្រយោជន៍ជាតិនិងប្រយោជន៍ប្រជាពលរដ្ឋទោះបីជាលៀបសក្ការៈប៉ុណ្ណាក៏គាត់អត់ទទួលយកដែរបន្ទាប់មកនៅពេលដែលគណៈបកលើកទៀនដំណើរការហើយបោះឆ្នោតនៅឆ្នាំ2022រួចហើយមេដឹកនាំធំគណៈបកលើកទៀនទៅវល់គាត់មកឲ្យធ្វើមេបកលើកទៀនមិនធ្វើអនុប្រធានទេណាវល់គាត់មកឲ្យធ្វើមេបកលើកទៀនប៉ុន្តែអ្នកដែលស្រឡាញ់ផលប្រយោជន៍មេដឹកនាំលើកទៀនមួយចំនួនផ្ទាស់គាត់ដោយមិនចង់មានរឿងគាត់សុខចិត្តទៅធ្វើជាអនុប្រធានការសម័យគណៈបកលើកទៀននៅសៀមរាបបងប្អូនបានដឹងទេមានអង្គភូមិខ្លះបានទៅសៀមរាបនៅឆ្នាំ2023សមាជិកពេលនោះតាមពិតលោកគ្រូរងឈុនទៅប្រធានគណៈបកលើកទៀនកាលពីពេលនោះប៉ុន្តែអ្នកដែលស្រឡាញ់ប្រយោជន៍ផ្ទាល់ខ្លួនរៀបរៀងគាត់ពីព្រោះអីបើកាលណាតែគាត់ធ្វើមេបកពេលបកប្រឆាំងគណៈបកប្រឆាំងនឹងខ្លាំងពេលដែលគណៈបកប្រឆាំងខ្លាំងវាធ្វើឲ្យប៉ះពាល់ដល់អ្នកកាន់អំណាចអញ្ចឹងមនុស្សមួយចំនួននៅក្នុងគណៈបកលើកទៀនហ្នឹងគឺជាសេនាធិយោរបស់គេដើម្បីទប់លោកគ្រូរងឈុនកុំឲ្យលើកមេដឹកនាំបកប្រឆាំងបាន